គឺខ្ញុំយោងទៅតាមការស្រាវជ្រាវមួយរបស់ CDI ដែលគេទៅសេថាយុវជនហើយនឹងមនុស្សចំនួនមុននៅកម្ពុជាដែលគេបានបង្ហាញពីទស្សនវិស័យសង្គមនិងផ្នែកនយោបាយនៅក្នុងនោះគឺគេបាននិយាយលម្អិតច្រើនទាក់ទងទៅនឹងរឿងចំណុចជាច្រើនហើយខ្ញុំអត់បានរៀបរាប់អស់ទេប៉ុន្តែខ្ញុំសង្ខេបជាយកកត្តា6ចំណុចធំៗនោះដើម្បីឲ្យបងប្អូនបានយល់ថាតើគេប្រៀបធៀបកម្លាំងយុវជនរបស់កម្ពុជាហើយនឹងមនុស្សចំនួនមុននោះយ៉ាងម៉េចប៉ុន្តែជារួមមនុស្សចំនួនមុនហើយនឹងក្រុមយុវជនគាត់ជឿថារដ្ឋាភិបាលកំពុងអនុវត្តត្រូវលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនណាទាំងក្រុមយុវជនហើយទាំងក្រុមមនុស្សចំនួនមុនប៉ុន្តែបើសិនយើងមើលនៅក្នុងរឿង6ចំណុចដែលខ្ញុំលើកឡើងនោះវាមានការទុកចិត្តរបស់លើស្ថាប័នដឹកនាំប្រទេសការយល់ដឹងផ្នែកនយោបាយការចូលរួមនៅក្នុងមូលដ្ឋានការវិតម្លៃរបស់ស្ថាប័នជាតិហើយនឹងការទទួលបានប្រើប្រាស់ព័ត៌មាននយោបាយហើយនឹងការរំពឹងទុកអញ្ចឹងយើងសួរថាយុវជនកម្ពុជាហើយនឹងមនុស្សចំនួនមុននោះគាត់មានក្តីសម័យហើយនឹងយល់បែបណាដែរទាក់ទងទៅនឹងកត្តា6ចំណុចហ្នឹងបើសិនជាយើងផ្ដើមចេញពីចំណុចទី1ការជឿទុកចិត្តអញ្ចឹងការជឿទុកចិត្តហ្នឹងបើសិនជាយើងប្រៀបធៀបការនៅក្នុងនោះគឺមានការគេច្រើនដែលខ្ញុំមិនបានបង្ហាញបែបទេបងប្អូនអាចមើលនៅក្នុងឆាតនេះបាត់ណាប៉ុន្តែខ្ញុំលើកយកកត្តាពីរចំណុចគឺការជឿទុកចិត្តតិចតួចលើអ្នកនយោបាយគឺក្រុមយុវជនគឺមានកម្រិតរហូតដល់ 52% ហើយមនុស្សចំនួនមុនមានការជឿទុកចិត្តរដ្ឋាភិបាលនៅក្នុងអ្នកនយោបាយហ្នឹងគឺមានកម្រិតរហូតដល់ 56% មានន័យថា 52% ជាយុវជននិង 56% មនុស្សចំនួនមុនហ្នឹងគឺគាត់ជឿទុកចិត្តអ្នកនយោបាយហ្នឹងតិចតួចណាប៉ុន្តែគាត់ជឿលើអាជ្ញាធរមូលដ្ឋានហ្នឹងគឺមានកម្រិតមួយខ្ពស់អញ្ចឹងយុវជនគាត់ជឿរហូតដល់ 28% ហើយនឹងមនុស្សចំនួនមុនគឺគាត់ជឿរហូតដល់ 33% ហើយនៅក្នុងឆាតនេះបងប្អូនអាចមើលលម្អិតខ្ញុំអាចបញ្ជាក់ទៀតដោយសារតែតួលេខនៅវាច្រើនណាទី2យើងមើលការយល់ដឹងផ្នែកនយោបាយការយល់ដឹងផ្នែកនយោបាយយើងសំដៅទៅលើស្ថាប័នជាតិដូចជាយើងមើលដូចតុលាការអំណាចនីតិប្រតិបត្តិអំណាចនីតិបញ្ញត្តិហ្នឹងតុលាការរដ្ឋាភិបាលហើយនឹងអ្នកតាក់តែងច្បាប់ហ្នឹងជារួមគឺ 76% គឺគាត់អត់យល់ដឹងថាអំណាចទាំង3ហ្នឹងគឺជាស្ថាប័នជាតិហ្នឹងគឺមានន័យបែបណាប៉ុន្តែការអង្កេតហ្នឹងគឺក្រុមយុវជនហ្នឹងគឺមានការយល់ដឹងហ្នឹងប្រសើរជាងមនុស្សជំនាន់មុនដែលគាត់គិតថាតុលាការហ្នឹងជាអីអំណាចនីតិប្រតិបត្តិហ្នឹងជាអីហើយអំណាចនីតិបញ្ញត្តិហ្នឹងគឺជាអីនេះបើសិនជាយើងផ្ដោតលើចំណុចទី3ហ្នឹងគឺការចូលរួមនៅក្នុងថ្នាក់មូលដ្ឋានអញ្ចឹងការចូលរួមដោយរាប់តាមពីការចូលរួមប្រជុំភូមិឃុំហើយនឹងការនៅក្នុងវេទិកាសាធារណៈហ្នឹងគឺមានន័យថាមនុស្សជំនាន់មុនហ្នឹងមានលក្ខណៈប្រសើរជាងក្រុមយុវជនទី4ហ្នឹងគឺការវិតម្លៃរបស់ស្ថាប័នជាតិការវិតម្លៃរបស់ស្ថាប័នជាតិហ្នឹងគឺយុវជនប្រមាណជា 70% ហើយនឹងមនុស្សចំនួនមុនមានប្រមាណជា 72% គាត់ជឿថាកម្ពុជាដើរលើផ្លូវត្រូវហើយយុវជនប្រមាណជា 57% និងមនុស្សចំនួនមុន 59% ពេញចិត្តទៅនឹងរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពនយោបាយនេះគឺជាការវិតម្លៃរបស់ស្ថាប័នជាតិរវាងក្រុមយុវជនហើយនិងមនុស្សចំនួនមុនការទទួលបានហើយនឹងការប្រើប្រាស់ព័ត៌មាននយោបាយវិញគឺបងប្អូនអាចមើលក្នុងឆាតនេះល្បិតដោយរឿងដោយសារច្រើនពេកណាទី1គឺយុវជនគាត់ទទួលបានអ៊ីនធឺណិតការប្រើប្រាស់អ៊ីនធឺណិតក្នុងការទទួលបានព័ត៌មាននយោបាយនេះគឺយុវជន 53% មនុស្សចំនួនមុនគឺ 25% ទេហើយរឿងបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានហ្នឹងគឺយុវជន 35% មនុស្សចំនួនមុនគឺ 44% ហើយមានគេហៅថាទូរទស្សន៍គឺយុវជន 73% ហើយមនុស្សចំនួនមុនគឺ 71% ដែលគាត់ទទួលព័ត៌មានផ្នែកនយោបាយពីតាមរយៈទូរទស្សន៍ឥឡូវយើងការរំពឹងទុកដែលជាចំណុចទី6វិញគឺអនាគតប្រទេសជាតិក្រុមយុវជនគាត់ជឿជាក់ថាអ្វីៗនឹងល្អប្រសើរដែលមានកម្រិតរហូតដល់ 66% ហើយមនុស្សចំនួនមុនគាត់ជឿថាមានកម្រិតរហូតដល់ 61% ដែលបញ្ជាក់ពីអនាគតប្រទេសនឹងមានលក្ខណៈមួយប្រសើរមានន័យថាសុតិនិយមដែលគិតថាការដឹកនាំហើយនឹងការចូលរួមរវាងក្រុមយុវជនហើយនិងមនុស្សចំនួនមុនហ្នឹងគឺមានលក្ខណៈមួយជាក្រុមមួយដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល